សួរដល់ទស្សនិកជនទាំងឡាយក្រុមយើងខ្ញុំជានិស្សិតនៃសាកលវិទ្យាល័យជាតិមានជ័យសិក្សាជំនាញអក្សរសាស្ត្រខ្មែរចំនួនទី19ឆ្នាំទី2មុខវិជ្ជាអរិយធម៌ខ្មែរដែលបង្រៀនដោយលោកគ្រូជំនាញប្រធានបទអំពីការឆ្លងវីដេអូសម្រាប់ទឹកក្នុងមាននាមខ្ញុំឈ្មោះភីនីសុជាទី2របស់ចាខ្ញុំឈ្មោះក្រុមនេះខ្ញុំនឹងធ្វើការបកបង្ហាញអំពីប្រវត្តិនៃការដាក់ឈ្មោះភូមិបណ្ដោយជាបន្តនេះនាងខ្ញុំនឹងទៅសូមអញ្ជើញអ្នកទាំងអស់គ្នាទៅទស្សនានៃការបទធ្វើបទសម្ភាសន៍ជាមួយនឹងព្រះសង្ឃមួយអង្គដែលគង់នៅវត្តជ័យមង្គលតាខ្លាសូមអរគុណនេះគឺជាសកម្មភាពក្រុមយើងខ្ញុំធ្វើដំណើរចេញពីសាកលវិទ្យាល័យជាតិមានជ័យឆ្ពោះទៅកាន់វត្តជ័យមង្គលតាខ្លាធ្វើការសម្ភាសន៍ពីសំណាក់ព្រះសង្ឃដែលជាចាស់ព្រឹទ្ធាចារ្យដែលដឹងអំពីប្រវត្តិរបស់ភូមិបណ្ដោយរួមទៅណាមកធ្វើការសម្ភាសន៍អំពីប្រវត្តិនៃការដាក់ឈ្មោះភូមិបណ្ដោយបណ្ដោយគឺនឹងឲ្យមានទៀតទូមានទៀតតែទៀតតែយ៉ាងទៀតទូទៀតនឹងគ្នាពីបែកចេញមកពីទឹកថ្លាហ្នឹងហើយគាត់ទៀតពីដើមទៀតតែហ្នឹងគឺវាបាននេះវាចូលរួមនៅក្នុងភូមិទឹកថ្លាទាំងអស់តែមកសម័យក្រោយមកមានពូនចៅច្រើនទៅបែកគ្នាបានច្រើនទៅពេលឲ្យឈ្មោះថាបណ្ដោយទៅបណ្ដោយនេះគឺបានន័យថាទៀតតែឬក៏ទៀតទូឲ្យឈ្មោះថាបណ្ដោយជារហូតដល់ថ្ងៃមកហើយច្បាស់ละเอียดទៀតជាសួរគឺប្រជាជនដែលរស់នៅក្នុងភូមិហ្នឹងភាគច្រើនគាត់រស់នៅមានចំនួនច្រើនតិចតាំងពីក្នុងអតីតកាលនិងរហូតដល់បច្ចុប្បន្ននេះពីដើមហ្នឹងគឺបណ្ដោយបាននៅតែតែហើយមុខបបទៀតគឺតែតែទាំងការពីព្រឹងធ្វើកម្មកលអិតពីនេះគឺកម្មកលអិតទៅឡប់បងមកវាក្រោយមកមានមានរូបបឲ្យមានតែស្ត្រេតារូបស្ត្រេសាច់រូបអាហារឲ្យដែរមានដូចយើងឡូវទេមានការងារអត់មានទៅបីគ្នារៀនក៏សូមជម្រាបបានជ្រាបគ្នាបានដែរហើយនៅសាលាទឹកខ្លានេះគឺមានតែ3ថ្នាក់ពី3ថ្នាក់នេះគឺសាលាដែលរៀននេះគឺបានតែ2ថ្នាក់ថ្នាក់ទី12នេះគឺរៀនក្នុងវត្តរៀនក្នុងដីរៀនដីស្ទួយគឺដីយើងធម្មតាដាក់កលជើងមួយពីដល់វិញគឺរៀនអត់មានស្ពងនេះដូចយើងច្រើនយ៉ាងនេះមានអត់ដាមួយដល់ថ្នាក់ទី11ទី10ទៅមានស្ពងក្បាលគឺរៀនគោលបាននេះស្ពងកិច្ចការនេះគឺមេរៀននេះគាត់ចូលនេះទាំងអស់វត្តវិទ្យាភូមិវិទ្យាតែក្តីនៅក្នុងសភៅមួយក្បាលនោះវាក្រណាមានដូចសរសេរទេបាទដល់ហ្នឹងគេសរសេរស៊ីឡូសេវិតឬខ្លួនសរសេរមកដៃហើយហ្នឹងស៊ីឡូហើយអត់មានដូចទិញអាឆ្លៃមួយហាត់ទៅរៀននៅហ្នឹងគឺរករៀនទិញអាបានទេអាហ្នឹងសរសេរនោះស្អាតសេតែស្រាលហើយសេវាសទូស្អាតហើយពីលុបស៊ីឡូពីលុបឡោដែលមានតែស្គាល់ទៅស៊ីឡូបាទមួយទៅមួយដាក់រៀនបាទនោះទេយូរទៅវេទឹកវាវេខ្ចាយរៀបសងរៀបស្លាប់វាស្អាតមិនដឹងទៅសេបាទដល់គ្រូចង់ឲ្យទៅសេតែមកដែរទេកាលណាយើងខុសទៅវាលុបស្រួលយើងទៅសេថ្មីហើយមានសំណួរទៀតទៅទៀតនឹងកំណសូមចូលសំណួរបន្តគឺប្រជាជនដែលរស់នៅក្នុងភូមិហ្នឹងភាគច្រើនគាត់និយមគោរពជំនឿសាសនាអ្វីដែរ
ជាជួនគឺចិត្តរកគ្រប់តែសាសនាពុទ្ធហ្នឹងឯងគាត់អង្គកើតវត្តកសាងវត្តដើម្បីឲ្យកូនចៅបួសរៀនសូត្របានចេះដឹងហ្នឹងឯងមានតែប៉ុណ្ណឹងមានសាសនាដៃទៀតគឺពីរលាអស់មានអីធំមានតែនៅក្នុងវត្តមានតែគាត់មួយហ្នឹងឯងមានតែគាត់នេះគាត់មួយទៅគឺហ្នឹងនៅអាយុបាន50ឆ្នាំជាងហើយសល់មួយវត្តនេះគឺសល់មួយនេះនឹងបណ្ដាយើងថ្លៃគឺសល់មួយហ្នឹងឯងទីឥឡូវគឺទុកជាប្រទេសប្រពន្ធជាតិគឺមករឿងទីជួសជុលឲ្យបានអស់វិញរកបាក់ទួលទីទុកឲ្យជ្រុលជ្រោមទៅតែតែคนនេះនឹងនិយាយទីមើលទៅមិនប៉ុណ្ណឹងដាអត់ទុកមើលទៅ50ឆ្នាំជាងហើយមិនដែរមានបាក់ទួលមិនហ្នឹងពីជួនគឺមានជនជាតិងាយច្រើនហើយនឹងពិសាខ្មែរគុំនិយាយខ្មែរដាក់គួនមកគុំនិយាយគេក៏និយាយលាវដែរចាក់យើងក៏គុំនិយាយភាសាលាវភាសាថៃដូចយើងសម័យហ្នឹងឯងសាអេសាថាអេសាណាសាលាវនោះវាមានលាវញ៉លាវសៃលាវស្អីណាលាវជ្រុំពីបិសាអាទៅលាវខ្លះនោះយើងស្ដាប់បានតែបាយសៃបាយណៃនេះទឹកថៃបាយស្ដីនិយាយភាសាហ្នឹងគឺនិយាយគ្នាអត់ច្បាស់ទេគឺជឿចិត្តលាវដល់ឥឡូវនេះវាមកដល់ឥឡូវនេះគឺវាចាស់នឹងទៅអស់ហើយភាសានេះពូចៅវាចៅលាវចេះលាវនឹងតែលាវយើងមិនឆ្លោះស្គាល់តាស្គាល់រូបតាអស់លីហើយចាស់នឹងហើយស្រួលនិយាយទៀតជានឹងពិសាគាត់ធ្វើនៅដូចអនុវត្តមានរំលប់ไปในអេគេខ្លះដែរមានជំនុំវិទ្យាតាមបែបពុទ្ធសាសនាហ្នឹងឯងគឺមុនតាប្រពៃណីជាតិតែយើងដូចយើងធ្វើសប្តាហ៍ហ្នឹងគឺមានពីឆ្នាំជំបិនជួបសាសត្វវិជាអ្នកវិជានឹងតែវិធីបុណ្យទាំងអស់វិធីបុណ្យដែលខាននឹងបានគឺត្រូវតែធ្វើបុណ្យធំក្នុងពុទ្ធសាសនាគឺបុណ្យសត្វវិជាអ្នកវិជាពីឆ្នាំនេះគឺជាទម្លាប់ក្បែរពីបុណ្យទម្លាប់ជួបសាគឺបុណ្យពុទ្ធសាសនាគឺត្រូវតែធ្វើយើងត្រូវតែធ្វើទៅចាស់ដើមពីចូលឆ្នាំជាងសម្រាប់ពីការងារ